ឡានអគ្គិសនីមិនមែនទៅតែល្បីសម័យ Elon Musk ទេពួកវាជាស្ដេចផ្លូវតាំងពីឆ្នាំ 1900 មកម្លេះស្រមៃទៅដល់ទីក្រុង New York ក្នុងឆ្នាំ 1900 នៅលើផ្លូវពោពេញដោយសម្លេងជើងសេះនិងឡានដើរដោយចំហាយទឹកប៉ុន្តែមានឡានអគ្គិសនីបរដោយស្ងាត់កាត់មុខអ្នកត្រូវហើយមុនពេល Elon Musk កើទៅទៀតឡានអគ្គិសនីគឺជាស្ដេចផ្លូវដោយសារវាស្ងាត់ស្រួលបើកបរនិងគ្មានផ្សែងខ្មៅប៉ុន្តែនៅពេលដែលប្រេងមានតម្លៃថោកនិងមានវត្តមានឡាន Model T របស់ Henry Ford ឡានអគ្គិសនីក៏ត្រូវបានគេបំភ្លេចចោលអស់មួយសតវត្សឡាន EV ត្រូវបង្កើតឡើងតាមទម្រង់ skateboard design បាតទាំងមូលគឺជាកញ្ចក់អាគុយដ៏ធំមួយដែលផ្សំឡើងពីថ្មតូចៗរាប់ពាន់គ្រាប់ដូចជាថ្មពិល AA ពួកវាផ្ទុកអគ្គិសនីជាចរន្ត DC ដោយសារអាគុយធ្ងន់នៅបាតឡានវាធ្វើឲ្យឡានមានលំនឹងល្អខ្លាំងពេលបាត់បែនប៉ុន្តែមានបញ្ហាមួយអាគុយផ្ទុកចរន្តជាប់ DC តែម៉ូទ័រឡានត្រូវការចរន្តឆ្លាស់ AC ឧបករណ៍មួយយ៉ាងឈ្មោះថា inverter គឺជាអ្នកបកប្រែដ៏អស្ចារ្យពេលអ្នកជន់ gear inverter នឹងបំលែងចរន្ត DC ទៅជា AC រាប់ពាន់ដងក្នុង1នាទីនៅពេលដែលអ្នកជន់ខ្លាំងវានឹងបញ្ជូនថាមពលទៅកាន់ម៉ូទ័រកាន់តែច្រើននៅក្នុងម៉ូទ័រមានផ្នែកពីរសំខាន់គឺ starter ដុំដែកនៅនឹងថ្កល់ខាងក្រៅនិង rotor កង់វិលខាងក្នុងនៅពេលចរន្ត AC ចូលទៅដល់ starter វានឹងបង្កើតដែនម៉ាញ៉េទិកវិលជុំវិញដែលធ្វើឲ្យ rotor រត់ដេញតាមនិងវិលក្នុងល្បឿនលឿនបំផុតវាមិនមានការផ្ទុះឆេះគ្មានប្រអប់លេខនិងគ្មានពីស្តង់ដូចឡានសាំងឡើយគឺមានតែថាមពលម៉ាញ៉េទិកសុទ្ធសាធដែលបង្វិលកង់ល្បិចចុងក្រោយគឺពេលជន់ហ្វ្រាំងឡានសាំងពេលជន់ហ្វ្រាំងគឺបាត់បង់ថាមពលតែសម្រាប់ EV ពេលដែលអ្នកបើកបរលែងជើងពីហ្គាម៉ូទ័រនឹងក្លាយទៅជា Dynamo បង្កើតជាអគ្គិសនីវិញភ្លាមរួចបញ្ជូនថាមពលសាកចូលអាគុយវិញអ្នកនឹងទទួលបានការបើកបរដោយមិនអស់លុយដោយគ្រាន់តែដកជើងពីហ្គា